ស្វាគមន៍ដំណើរកម្សាន្តដែលលេងនៅ Coco Farm Coco Farm នេះគឺនៅតាមផ្លូវជាតិលេខ21នៅស្រុកស្អាតខេត្តកណ្ដាលបើសិនជាបងប្អូនឬអូនៗដែលគាត់មានកូនទទួលគេអាចទៅលេងនៅនឹងបានប៉ុន្តែទៅលេងខ្ញុំស្នើឲ្យមានមួកមានឆ័ត្រហើយមានទឹកទៅតាមក្នុងព្រោះរៀងក្តៅបន្តិចហើយនេះយើងចូលមកកន្លែងសួនសត្វគឺមានសត្វក្ងោកមានសត្វ hamster ហើយប៉ប៉ែវិញគឺដើរចិត្តយើងចឹងហ្មងហើយសត្វនៅទីនោះសត្វណា slow គឺគេប្រឡែងឲ្យដើរនៅខាងក្រៅប៉ុន្តែបើសត្វណាដែលកាយគេដាក់នៅក្នុងធុងចឹងណាហើយនេះកន្លែងចំសេកហើយសេកនេះគឺ slow មែនតើពេលយើងដាក់ចំណីគឺវាឡើងមកចឹកនៅលើដៃបងប្អូនឃើញទេគឺឡើងមកចឹកនៅលើដៃយើងមកនិយាយទៅអត់ខ្លាចមនុស្សសោះដោយសារមនុស្សទៅនឹងច្រើនហើយតែងតែឲ្យគាត់ដាក់ចំណីឲ្យរហូតដល់ចឹងទៅគឺមកចឹកអត់មានខ្លាចយើងទេហើយបន្ទាប់ពីយើងចេញពីមើលសេកមកនេះគឺជាសត្វគេជ្រុលខែគេជ្រុលកតុយ9ហើយតោះមកគឺជាពពែអញ្ចឹងសត្វដែលស្រួលៗគឺគេដាក់នៅខាងក្រៅបែបហ្នឹងគេនេះគឺ O3 ហើយបន្តមកទៀតមានពពែមានសត្វមាន់បន្តមកនេះគឺដល់កន្លែងអង្គុយកន្លែងអង្គុយនេះគឺមានជាកញ្ចក់នៅមាត់ទឹកគេមានកញ្ចក់នៅខាងលើចេះហើយបើសិនជាអ្នកនរចង់ទៅចង់អង្គុយនៅកន្លែងមាត់ទឹកខ្ញុំរៀបកំណត់អ្នកបុកមុនគឺការកក់ជាមួយនឹងខាងគាត់មុនមួយថ្ងៃព្រោះពេលខ្ញុំទៅនោះក៏បានកក់អីអញ្ចឹងខ្ញុំទៅដល់ក៏អង្គុយនៅខាងលើដែរបានអង្គុយជាប់មាត់ទឹកគេហើយកន្លែងលេងគឺធម្មជាតិមែនតើអ្នកនរពេលទៅដល់គឺពណ៌បៃតងហើយក្មេងៗក៏សប្បាយដោយសារឃើញពណ៌បៃតងខៀវខ្ចីជាមួយនឹងផ្ទៃមេឃពណ៌ផ្ទៃមេឃអញ្ចឹងទៅគឺស្ទើរតែមានអារម្មណ៍ស្រស់ស្រាយមែនតើហើយអូនគាត់លេងបន្តមកអូនស្កាយគាត់លេងនៅលេង playground របស់គេនោះហើយកន្លែង playground គេមើលទៅវាអាចនិយាយបានថាมันជារបស់ទំនើបអីខ្លះប៉ុន្តែជារបស់មួយដែលក្មេងៗគាត់អាច challenge នឹងខ្លួនឯងបានហើយម្ហូបនៅទីនោះក៏ឆ្ងាញ់ដែរបងប្អូនម្ហូបគេតម្លៃសមរម្យរសជាតិក៏ឆ្ងាញ់ដូចគ្នាហើយវានេះឃើញវាធំយើងគឺគេមានសេះអាចឲ្យក្មេងៗជីបានណាយើងទិញសំបុត្រទៅគឺគឺវាអាចជីបានមួយទៀតខ្ញុំតិចប្រាប់ពេលយើងចូលទៅក្នុង Coco Farm ក៏យើងត្រូវទិញសំបុត្រចូលដូចគ្នាប៉ុន្តែគាត់ថាសំបុត្រយើងពេលចូលទៅយើងអាចដូរអីញ៉ាំនៅក្នុងនោះបានទេហើយក្មួយខ្ញុំកំពុងតែជីសេះនេះសេះសម្រាប់ក្មេងៗជីគេមានសេះមួយទៀតសេះធំជាងហ្នឹងសម្រាប់មនុស្សធំជីបានដែរហើយនៅក្នុងនេះក៏មានជាគេហៅថាទីតាំងមួយដែលគេតាំងឡានចាស់តាំងវត្ថុបុរាណតាំងកង់តាំងអីយើងអាចចូលមកបាននេះឡើងទៅជាន់លើនៅជាន់លើនេះគេមានដាក់ដូចជាមានឈើដែលគេទិញមកមានវត្ថុបុរាណហើយបន្តមកទៀតយើងក៏ជិះ trend ហ្នឹងក៏មាន trend ដែរជារថភ្លើងតែរថភ្លើងគេស្អាតគេឆ្នៃពីរបៀបទីធុងទឹកហើយតែគេយកមកឆ្នៃដាក់កង់ដាក់អីទៅយើងជិះបានហើយអូនស្ងាយគាត់សប្បាយតែសារជីហ្នឹងគឺអត់ជីឆ្ងាយតែគាត់ណាជីជុំវិញនៅ Coco Farm ហ្នឹងណាហើយយើងឃើញមានដាំដូងក្អូបពេលវាច្រើនគេដាំដូងក្អូបហើយបន្ទាប់មកនឹងក៏មានជាការជួលកង់ដែរនេះកង់សម្រាប់ក្មេងៗក៏អាចជួលជិះបានគាត់ថាវាពិបាកធាក់បន្តិចមានតឹងជើងប៉ុន្តែក្មេងៗក៏ចូលចិត្តជិះដោយសារតែវាស្អាតរៀបដូចយន្តហោះអញ្ចឹងនេះគឺជាដំណើរកម្សាន្តសម្រាប់គ្រួសារយើងទៅខាង Coco Farm បើសិនជាអ្នកគ្នាចង់ទៅលេងអាចទៅលេងបានក្មេងៗទៅលេងទីនោះគាត់ស្រស់ស្រាយសប្បាយហើយក៏មានអារម្មណ៍ល្អដូចគ្នាគាត់ថាខ្ញុំនៅទៅនោះទៅតែថាបើសិនជាទៅលេងគឺត្រូវមានមួកមានឆ័ត្រហើយមានទឹកត្រៀមឲ្យគាត់ដូចគ្នាម្យ៉ាងទៀតបើអ្នកគ្នាមានបំណងចង់ទៅចុងសប្តាហ៍ត្រូវទៅខលកន្លែងមុនមួយថ្ងៃព្រោះដោយសារទីនោះពេលចុងសប្តាហ៍មនុស្សច្រើនអញ្ចឹងបើសិនជាយើងទៅយើងយឺតមកមានកន្លែងអង្គុយអញ្ចឹងគួរតែអាចកក់មុនមួយថ្ងៃមុនពេលយើងទៅដល់